Hello សួស្តីគ្នាយើងថ្ងៃហ្នឹងយើងវិលត្រឡប់មកចូលជាមួយនឹងវីដេអូថ្មីទៀតហើយរបស់គ្រូ Chan C ថ្ងៃហ្នឹងយើងមកជាមួយនឹងលំហាត់គីមីវិទ្យាមួយបាទគឺនៅក្នុងមេរៀនសរីរាង្គទៀតហើយបាទដោយសារតែសរីរាង្គវាអាចជាមេរៀនមួយដែលយើងអាចនិយាយបានថាវារៀងពិបាកជាងមេរៀនផ្សេងៗអញ្ចឹងយើងចេញវីដេអូពីសរីរាង្គឲ្យរៀងច្រើនតិចអូខេហើយសរីរាង្គហ្នឹងមិនមែនអេស្ទែហើយក៏មិនមែនអាស៊ីតអាមីនឬក៏អាស៊ីតអាមីណេដែរគឺខ្លាញ់លំហាត់ខ្លាញ់អ្នកខ្លះគ្រាន់តែលើលំហាត់ខ្លាញ់គាត់លើគេថាលំហាត់ខ្លាញ់ហ្នឹងខ្លាចរអាហ្មងគឺថាលំហាត់ខ្លាញ់ហ្នឹងគឺយើងជិតមានផលកំណត់មួយដែលគាត់ថាអូយលំហាត់ខ្លាញ់ហ្នឹងពិបាកខ្ញុំអត់ចេះធ្វើទេខ្ញុំធ្វើអត់ចេញទេប៉ុន្តែយើងមិនគួរមានផ្នត់កំណត់បែបហ្នឹងទេយើងគួរតែមានផ្នត់កំណត់វិជ្ជមានកថាលំហាត់ហ្នឹងបើសិនជាខ្ញុំអត់ចេះខ្ញុំនឹងព្យាយាមធ្វើហើយខ្ញុំគិតថាខ្ញុំនឹងអាចធ្វើបានខ្ញុំនឹងអាចរៀនចេះនោះយើងនឹងរៀនលំហាត់នឹងចេះបាទតាមពិតទៅលំហាត់ខ្លាញ់ក៏វាមានពិបាកណាស់ដល់យើងធ្វើមិនចេញទេបើអញ្ចឹងមិនមែនគេយកទៅចេញបាក់ដប់ទេបាទហើយមិនថ្ងៃហ្នឹងផងដែរក៏គេល្បីរឿងខ្លាញ់ហ្នឹងដែរដោយសារតែឆ្នាំ2023បាទចេញលំហាត់ខ្លាញ់ហ្នឹងម្ដងដែរដែលយើងដែលធ្វើឲ្យអ្នកប្រឡងក្រោយមកគឺខ្លាចថាគេចេញហើយខ្លាចថាអត់បានរៀនអត់ចេះតែពេលគេចេញទៅស្ដាយបាទអញ្ចឹងដើម្បីជៀសវាងយើងត្រូវតែរៀនមកយើងរៀនទាំងអស់ទៅវាមិនខាតទេតាមពិតទៅអូខេអញ្ចឹងដើម្បីឲ្យដឹងថាគេដោះស្រាយលំហាត់នឹងតាមណាតោះយើងទៅតាមដានវីដេអូទាំងអស់គ្នាឥឡូវប្រធានគេថាគេរៀបចំទង្វើសាប៊ូបាទសាប៊ូសូដ្យូមបុយទីរ៉ាតចំនួន33គីឡូក្រាមពីគ្លីសេរីលត្រីបុយទីរ៉ាតបាទពាក្យអ៊ីលបាទឲ្យលើសូអ៊ីលអាហ្នឹងគឺអីគេគឺខ្លាញ់បាទអ៊ីលឬក៏អ៊ីតបាទអាហ្នឹងគឺខ្លាញ់មានអំពើជាមួយស៊ូតបាទរូបមន្តស៊ូតគឺ NaOH លើសក្នុងភាពក្តៅអូខេកសរសេរសមីការតាមប្រតិកម្មនិងប្រើពីឈ្មោះនៃប្រតិកម្មសំណួរខគេឲ្យគណនាម៉ាស់គ្លីសេរីលត្រីបុយទីរ៉ាតដែលចាំបាច់ដើម្បីទង្វើសាប៊ូខាងលើបើសិនជាទិន្នផល80%បាទ80%អញ្ចឹងកន្លែងហ្នឹងចាំតិចទៀតចាំមានទៅនិយាយគ្នាកន្លែងហ្នឹងគឺមានកលឹះបន្តិចបាទអូខេអញ្ចឹងទីកគឺគេឲ្យសេសមីការបាទនេះសមីការយើងបាទអូខេហើយអានេះគឺខ្ញុំទៅសេខ្ញុំធ្វើទុកឲ្យមុនអីដោយសារតែខ្លាចវីដេអូវែងអញ្ចឹងទៅអាចនឹងធ្វើឲ្យគ្នាយើងធុញអញ្ចឹងខ្ញុំព្យាយាមធ្វើឲ្យវីដេអូយើងខ្លីបន្តិចអូខេអញ្ចឹងនេះរូបមន្តរបស់ Glycerol 3-butyrat ហើយបូកជាមួយនឹងសូត្របានជាមួយនឹងអាស៊ីតបុយទីរិចបូកជាមួយនឹង Glycerol បាទនេះក្នុងសម័យកាលខ្ញុំដាក់3 × 3ឡើយនេះទៅអូខេហើយរូបមន្តកន្លែងនេះក៏យើងអាចសរសេរជារូបមន្តលាតក៏បានដែរបើសិនជាយើងចង់សរសេរគឺយើងសរសេរបែបនេះសេហា3សេហា2សេហា2សេហា2សេអូអូសេហា2ហើយភ្ជាប់ទៅក្រោមទៀតទៅបាទអញ្ចឹងរូបមន្តអានេះខ្ញុំសរសេរដាក់ចេះហ្មងទៅបាទគ្នាយើងគូទៅសេកន្លែងហ្នឹងបន្តិចទៅបាទខ្ជិលសេកុំឲ្យវីដេអូវែងបាទអញ្ចឹងខ្ញុំគិតថាគ្នាយើងភាគច្រើនប្រកាសជាដឹងពីរូបមន្តទូទៅរបស់ខ្លាញ់ហើយបាទឥឡូវបើសិនជាអត់ដឹងខ្ញុំសេឡើងនេះឲ្យមើលមួយទៀតចុះបាទរូបមន្តទូទៅរបស់ខ្លាញ់គឺ ACO CH2 អូអានេះភាគច្រើនគឺតាមពិតទៅគេហៅវាថាជាទម្រង់បាទមិនមែនជារូបមន្តទេបើសិនជារូបមន្តគឺវាជាប់ជាមួយនឹងពពួក CN អីបាទហើយទម្រង់គឺជាប់ជាមួយនឹង air បាទអានេះទម្រង់ទូទៅរបស់ខ្លាញ់បាទទម្រង់
tu từ robot khăn được break nè ok chẳng đập bây giờ có tầm rong tu từ vào khăn nhéประกันในสมัยการประกันยังเสียใจnhé បាទយើងចូលអូកន្លែងនេះបូក3 molecule NaO ค่ะដែរCOO Na អូ sorry កន្លែងនេះ COO Na ចេះឆ្ងល់ចេញ acid អីណានេះបូក3 molecule ដែរប្រើ3 molecule ដោយសារវាមាន3 ester và មាន ester 3ជាន់បាទនេះចេញ sodium បុយវីរ៉ាតបាទអញ្ចឹងយើងដឹងហើយប្រតិកម្មហ្នឹងប្រតិកម្មអីគេថានេះគេបញ្ជាក់ច្បាស់ទៀតនេះគេថារៀបចំទង្វើសាប៊ូបានន័យថាគេចង់បង្កើតសាប៊ូអញ្ចឹងប្រតិកម្មជួយគេប្រកបណាគឺសាប៊ូកម្មហីបាទអញ្ចឹងឆ្លើយមកដូចនេះប្រតិកម្មនេះមានឈ្មោះថាសាប៊ូកម្មបាទចប់សំណួរកមួយតោះឥឡូវចូលទៅសំណួរខគណនាម៉ាស់ glyceryl tributyrate យើងមើលតិចបាទមិញយើងនិយាយថា glyceryl tributyrate គឺអាមួយនេះអាមួយហ្នឹងជាអង្គធាតុប្រតិកហើយគេឲ្យអីគេនេះគេឲ្យទិន្នផលមក 80% អញ្ចឹងគ្នាយើងមួយចំនួនធំនៅពេលដែលឮពាក្យថាទិន្នផលប្រកាសជានឹកឃើញទៅដល់រូបមន្តមួយបាទរូបមន្ត AD ស្មើជាមួយនឹងម៉ាស់ទទួលគុណ100បាទឬក៏ 100% ចែកជាមួយនឹងម៉ាស់ទ្រឹស្ដីបាទតែប៉ុន្តែរូបមន្តហ្នឹងវាអត់ខុសទេប៉ុន្តែបើសិនជាយើងយក apply នៅក្នុងលំហាត់នេះគឺវាខុសដោយសារអីរូបមន្តមិញហ្នឹងគឺយើង apply តែចំពោះអង្គធាតុកកើតទេណាអានេះគឺគេឲ្យ AD របស់អង្គធាតុប្រតិកអញ្ចឹងសួរថាយើងធ្វើតាមណាបាទអត់បញ្ហាគឺយើងមានរូបមន្ត AD របស់អង្គធាតុប្រតិកដូចគ្នាបាទអង្គធាតុកកើតក៏មានអង្គធាតុប្រតិកក៏មានដែរបាទអញ្ចឹងនេះគឺជារូបមន្ត AD របស់អង្គធាតុប្រតិកបាទគឺយកម៉ាស់ចូលគុណ100ចែកម៉ាស់ប្រើបាទចូលប្រតិកម្មណាអូខេហើយយើងបោះរកម៉ាស់ប្រើមកដោយសារតែគេសួររកម៉ាស់ខ្លាញ់ប្រើហ្នឹងបាទអញ្ចឹងស្មើជាមួយនឹងម៉ាស់ខ្លាញ់ចូលគុណ100ចែក AD គេឲ្យមក80អីដែលយើងខ្វះគឺយើងខ្វះអាមួយនេះអាម៉ាស់ខ្លាញ់ចូលនេះថាវាស្មើប្រមាណអញ្ចឹងយើងទៅរកមកតាមរូបមន្តណាបាទរូបមន្ត basic របស់យើងតារាហ្នឹងមកបាទ n ស្មើអំតូចលើអំធំហើយម៉ាស់ម៉ូលគឺគេឲ្យមកហើយនេះប្រធានយើងមិនបាច់ពិបាកបូកទេនេះម៉ាស់ម៉ូលគេឲ្យមកហើយយើងដាក់ចូលយកមកហើយយើងត្រូវការគឺត្រូវការម៉ូលរបស់វាមួយទៀតអញ្ចឹងសួរថាម៉ូលយើងទៅរកតាមណាមានតែមួយផ្លូវឯងធៀបតាមសមីការប៉ុន្តែធៀបតាមមួយណាប្រធានគេឲ្យមកនេះគេឲ្យម៉ាស់របស់សូយ៉ូមបុយទីរ៉ាតបាទគេឲ្យម៉ាស់សាប៊ូមកហើយម៉ាស់ម៉ូសាប៊ូហ្នឹងក៏គេឲ្យមកទៀតអញ្ចឹងយើងប្រកាសណាស់យើងអាចរកម៉ូរបស់វាឃើញតាមរូបមន្តម៉ាស់ចែកម៉ាស់ម៉ូនេះមិញហ្នឹងដល់ពេលយើងរកម៉ូរបស់សាប៊ូឃើញយើងអាចធៀបតាមសមីការទាញរកម៉ូរបស់ខ្លាញ់បាននេះអូខេអញ្ចឹងយើងត្រង់មកសាប៊ូមករូបមន្តយើងដដែលអំតូចល្អធំហើយម៉ាស់គឺគេឲ្យមកគីឡូក្រាមកុំភ្លេចបាយខ្លះជាក្រាមផងគីឡូទៅក្រាមគឺ10សេគុណ3ម៉ាស់មកគេឲ្យមក110យកគ្រាន់យកគ្នាចែកគ្រាន់យកបច្ចេកគ្នាមកសល់3ដល់សេគុណ2ម៉ូលបាទបន្ទាប់មកគឺយើងធៀបតាមសមីការរម៉ូលខ្លាញ់មកដោយសារតែគោលបំណងរបស់យើងគឺចង់បានម៉ាស់របស់ខ្លាញ់អញ្ចឹងយើងរម៉ូលរបស់ខ្លាញ់ចេញយើងរកម៉ាស់វាឃើញហើយបាទហើយតាមសមីការនៅមុខមេគុណនៅមុខសាប៊ូនេះគឺមានលេខ3អញ្ចឹងយើងដាក់លេខ3ហ្នឹងទៅជាភាគបែងហើយម៉ូលរបស់សាប៊ូអូខេកន្លែងហ្នឹងប្រកាសជាយើងប្រកាសជាចេះហើយអញ្ចឹងយើងមិន detail អីខ្លាំងណាស់ពេកទេបាទហើយយើងចែកលេខមក3សម្រួលនឹង3អស់នៅសល់10សេគុណ2ម៉ូលហើយយើងយកទៅចូលនៅក្នុងម៉ាស់ខ្លាញ់ចូលប្រតិកម្មមកដោយសារយើងត្រូវការហ្នឹងដើម្បីយើងរម៉ាស់ប្រើចេញរកទៅឃើញ3200ក្រាមអូខេយើងគ្រាន់ចូលក្នុងរូបមន្តដែលយើងទាញពីដើមមកហើយកណនីលេខមកចេញម៉ាស់ខ្លាញ់ប្រើបាទចេញ37750ក្រាមបាទមកកន្លែងហ្នឹងរឿងធំបាទដោយសារតែគេ
trong bạn sẽ bố mà 30,000 gram mà bạn chẳng bị thông đây ok chẳng sự khâm tha khi giới ai đừng dối hay đừng chia diêm mà chia diêm xoay vô pi lồng hạt khanh nâng ngày bàn tràn tịch tới để xa tao viêm mình chia bà ấy ra nè thì bà tam dừng mớ nè sân chỉ giờ đã chạy cài riêng tịch tới viên năng sro thì hay làm hạt khanh của viêm sợ thông thông nè đây ok chẳng ở video nó cóมีรูปnăngได้จบគ្នានៅវីដេអូក្រោយទៀតហើយបើសិនជាមានចម្ងល់អីអាចតែនៅក្នុង comment បានខ្ញុំនឹងព្យាយាមឆ្លើយតបនៅក្នុង comment ឬក៏អាចចេញជាវីដេអូមួយទៀតទៅតាម comment ទៅតាមចម្ងល់របស់អ្នកនរគ្នាដែរ and yeah complete check out ជាមួយនឹង YouTube របស់ខ្ញុំម្នាក់មួយផងដោយសារតែនៅលើ YouTube ដូចអត់មាន view ទេ បាទអូខេអរគុណទុកជាមុនបាទចឹង I will see you guys in the next video bye bye